អត្ថបទវិភាគឈប់បាញ់ឈប់បង្ហូរឈាមងាកទៅរកការចរចាវិញតើមានអ្វីប្រសើរជាងនេះគេនៅចងចាំបានយ៉ាងច្បាស់ពីគោលជំហរឥតប្រែប្រួលរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីពេលដឹកនាំដោយលោកហ៊ុនសែនរហូតដល់លោកហ៊ុនម៉ាណែតនោះគឺជំហរដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចាតាមផ្លូវការទូតនិងផ្លូវច្បាប់ក្នុងករណីព្រំដែនគឺត្រូវប្រើប្រាស់យន្តការដែលមានស្រាប់ពិសេសគឺគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ស្របតាមសន្ធិសញ្ញាអនុសញ្ញានិងច្បាប់អន្តរជាតិប៉ុន្តែភាគីថៃបែរជាចង់ភ្លក្សរសជាតិសង្គ្រាមហើយបង្ខំឲ្យកម្ពុជាត្រូវតបតដើម្បីការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ខ្លួនការផ្ទុះសង្គ្រាមទាំងពីរលើកមិនមែនជាជំរើសរបស់កម្ពុជាទេប៉ុន្តែកម្ពុជាក្នុងនាមជាអ្នករងគ្រោះបានខិតខំស្វែងរកបទឈប់បាញ់តាមគ្រប់យន្តការដែលអាចធ្វើទៅបាននៅទីបំផុតបទឈប់បាញ់ក៏កើតមានជាថ្មីនិងក៏បានធ្វើឲ្យបទឈប់បាញ់លើកមុននៅទីក្រុងកូឡាឡាំពួរដោយមានចែងយ៉ាងច្បាស់នៅក្នុងចំណុចទី2និងទី3នៃសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់ដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជាថៃនៅថ្ងៃទី27ខែធ្នូឆ្នាំ2025រស់ឡើងវិញអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺបទឈប់បាញ់នេះមិនត្រឹមតែមិនប៉ះពាល់ដល់ដំណើរការនៃការវាស់វែងខ្សែបន្ទាត់ព្រំដែនប៉ុណ្ណោះទេប៉ុន្តែវាក៏តម្រូវឲ្យក្រុមការងារ JBC ត្រូវដំណើរការវាស់វែងខ្សែព្រំដែនជាបន្ទាន់ទៀតផងក្រៅពីនេះក៏មានការសន្យាដោះលែងយោធិនកម្ពុជាទាំង18នាក់ក្រោយអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល72ម៉ោងផងដែរតាមរយៈខ្លឹមសារនៃកិច្ចព្រមព្រៀងឈប់បាញ់នេះយើងអាចយល់បានថាគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាបានយ៉ាងល្អពោលគឺដំណោះស្រាយបញ្ហាព្រំដែនត្រូវតែផ្អែកលើការចរចាដោយសន្តិវិធីតាមរយៈយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិកម្លាំងកងទ័ពមិនមែនជាដំណោះស្រាយឡើយហើយការឈរជើងរបស់កងទ័ពតាមរយៈការប្រយុទ្ធគ្នាក៏មិនមែនជាការកំណត់ខ្សែបន្ទាត់ព្រំដែននោះដែរដូច្នេះសង្គ្រាមទាំងពីរលើកដែលសរុបមានរយៈពេល26ថ្ងៃហើយដែលកម្ពុជាមិនចង់ឃើញទាល់តែសោះនោះគ្មានបានផលអ្វីក្រៅពីការខូចខាតឡើយពលគឺជំរើសសង្គ្រាមដែលថៃចង់បានគឺជាជំរើសចាញ់ផ្ទុយស្រឡះពីជំរើសឈ្នះរបស់កម្ពុជាទីបំផុតដំណោះស្រាយបានវិលទៅរកជំរើសឈ្នះដដែលប៉ុន្តែគួរឲ្យសោកស្ដាយដែលភាគីថៃបានជ្រើសរើសផ្លូវសង្គ្រាមយ៉ាងណាជំហរសន្តិភាពនិយមរបស់ថ្នាក់ដឹកនាំកម្ពុជាបានវិលវិញហើយឈប់បាញ់ឈប់បង្ហូរឈាមនិងឈប់បង្កប់ការភ័យខ្លាចនិយាយជារួមគឺបញ្ឈប់ការខាតបង់ទាំងជីវិតមនុស្សនិងទ្រព្យសម្បត្តិនេះជាតម្លៃនៃបទឈប់បាញ់តើមានប្រជាពលរដ្ឋខ្មែរណាម្នាក់ដែលចង់បានការបាញ់គ្នាបន្តគឺប្រកាសជាគ្មានឡើយជាពិសេសសម្រាប់កងទ័ពជួរមុខរឹតតែមិនចង់ឃើញសង្គ្រាមទេអ្វីត្បិតតែពួកគេមានឯកសណ្ឋានជាអ្នកប្រយុទ្ធក៏ដោយហេតុដូច្នេះហើយបានជាមេដឹកនាំកម្ពុជាទាំងលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតពុះពៀគ្រប់យ៉ាងដើម្បីនាំសន្តិភាពមកវិញនយោបាយបែបនេះពិតជាទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរអ្នកសន្តិភាពនិយមតែងនិយាយថាពេលមានសង្គ្រាមទើបគេយល់ពីតម្លៃសន្តិភាពនេះជាការពិតមិនអាចប្រកែកបានពីព្រោះឮក្នុងអំឡុងពេលការប្រយុទ្ធគ្នាពេញបន្ទុកបានកើតឡើងពលរដ្ឋខ្មែរគ្រប់ទិសទីបាននាំគ្នាធ្វើបាតកម្មដើម្បីទាមទារសន្តិភាពនិងប្រឆាំងការរំលោភបំពានពីសំណាក់កងទ័ពថៃព្រឹត្តិការណ៍នេះបង្ហាញច្បាស់ថាពលរដ្ឋខ្មែរក៏ដូចជាមនុស្សជាតិនៅលើពិភពផែនដីទាំងមូលនេះពិតជាស្អប់ខ្ពើមសង្គ្រាមណាស់ដូច្នេះបើមានសន្តិភាពក្នុងដៃហើយត្រូវតែរក្សា
ជាពិសេសប្រទេសមួយអាចចាត់ទុកថាមានសំណាងបើសិនជាមេដឹកនាំដែលមានបេះដូងសន្តិភាពនឹងធ្វើអ្វីៗដើម្បីសន្តិភាពសរុបមកវិញកម្ពុជាបានស្គាល់សន្តិភាពពេញលេញរយៈពេលជិត30ឆ្នាំចុងក្រោយគឺដោយសារតែមានមេដឹកនាំដែលស្រឡាញ់សន្តិភាពនិងការពារសន្តិភាពពេលមានសន្តិភាពការអភិវឌ្ឍប្រទេសពិតជាមានល្បឿនលឿនយ៉ាងខ្លាំងប៉ុន្តែក្នុងសង្គ្រាម26ថ្ងៃចុងក្រោយនេះការបំផ្លិចបំផ្លាញមានសភាពធ្ងន់ធ្ងរណាស់នេះគឺជាឧទាហរណ៍ជាក់ស្ដែងដែលបញ្ជាក់ថាទោះដោយតម្លៃណាក៏ដោយយើងត្រូវចាប់យកសន្តិភាពមុនគេបន្ទាប់មករឿងអ្វីផ្សេងអាចដោះស្រាយបានតាមក្រោយផ្ទុយទៅវិញបើបាត់បង់សន្តិភាពហើយរឿងអ្វីក៏មិនអាចដោះស្រាយបានដែរពលគឺមានតែក្តីវិនាសអន្តរាយតែមួយមុខគត់តើមានអ្វីថ្លៃថ្លាជាងសន្តិភាពទៀតជាពិសេសសន្តិភាពដែលបើកផ្លូវទៅរកការជជែកគ្នាដោយសន្តិវិធីដើម្បីដោះស្រាយជម្លោះដោយបទឈប់បាញ់ដែលយើងកំពុងមានក្នុងដៃពេលនេះមានតែមនុស្សប្រទុសរាយនឹងសន្តិភាពទេទើបទោមនោះជាមួយបទឈប់បាញ់ដែលរកបានដោយលំបាកបែបនេះប្រជាពលរដ្ឋខ្មែរពិតជាយល់ច្បាស់ពីបញ្ហានេះនិងយល់កាន់តែច្បាស់អំពីតម្លៃដ៏បរិសុទ្ធនិងអត្ថន័យដ៏ជ្រាលជ្រៅនៃពាក្យអរគុណសន្តិភាពអត្ថបទដោយវង្សមករាសាស្ត្រាចារ្យនិងជាអ្នកវិភាគសង្គមនយោបាយ